ទេសភាពនៅពេលផឹកនៅពេលផឹកម៉ោង8នៅឆ្នេរព្រៃត្រែងស្អាតមែនទែនវាលខ្សាច់ឡើងសក្បោះហើយទឹកសមុទ្រឡើងថ្លាគួរឲ្យចង់មុជហ្មងហើយអារម្មណ៍ fresh មែនទែនអ្នក stress អ្នកអីអាចមកលេងនៅឆ្នេរព្រៃត្រែងជាពិសេសពេលព្រលឹមពេលព្រឹកម៉ោង7ម៉ោង8ព្រឹកហ្នឹងតិចឲ្យខ្យល់សមុទ្របក់ល្វើយមើលទៅស្អាតមែនទែនហ្មងជាពិសេសឆ្នេរខ្សាច់គឺសក្បោះឆ្នេរខ្សាច់ស្អាតព្រោះអីអត់មានអ្នកលក់ដូរអត់មានអ្នកអីទេទៅស្ងាត់ឈឹងហើយអ្នកដែលចូលចិត្តស្ងប់ស្ងាត់អីទៅបានពេលព្រលឹមតែដល់ពេលថ្ងៃម៉ោង2 10ម៉ោង1ទៅមានភ្ញៀវទេសចរទៅលេងខ្លះគ្រាន់តែមិនច្រើនមកប្រហែលទេប៉ុន្តែប្រសើរឆ្នេរខ្សាច់នៅនឹងស្អាតឡើងសក្បោះស្អាតទឹកសមុទ្រឡើងខៀវល្មិតឃើញស្អាតមែនទែនមើលតិចទៀតខ្ញុំដាក់សំឡេងរៀលឲ្យស្ដាប់ថាពីរោះប៉ុណ្ណាហើយស្អាតមែនទែនហ្មងមិននេះគឺថ្ងៃនេះខ្ញុំមកកម្មវិធីសាលាកម្មវិធី Family Day គេមាន activity ផ្សេងលេងកម្សាន្តជាមួយឪពុកម្ដាយជាមួយកូននៅឆ្នេរព្រៃត្រែងហ្នឹងព្រៃត្រែងហ្នឹងច្រឡំព្រៃត្រែងហើយនេះខ្ញុំថតពេលព្រលឹមម៉ោង8កន្លះនេះទង់ម៉ោង8កន្លះឃើញតិចហើយទឹកសមុទ្របក់រវិចស្អាតខ្លាំងខ្ញុំរៀប comment មែនតើនៅឆ្នេរហ្នឹងតែយើងទៅអត់មានសូវមានរបស់អីញ៉ាំទេបើចង់ទៅលេងដាក់កាទេលដាក់ម្ហូបអាហារទៅញ៉ាំអង្គុយញ៉ាំនៅហ្នឹងទៅគឺឆ្នេរសាច់ស្អាតគួរឲ្យចង់នេះហ្មងឲ្យចង់លេងមកហើយមុជទឹកនៅហ្នឹងក៏អត់សូវអាលោកធំដែរនៅហ្នឹងអាលោកគឺទួយអាចមុជទឹកបានសបាយទីទៀតសិស្សជុំគ្នាគេនឹងថតសកម្មភាព activity លេងល្បែងកម្សាន្តផ្សេងអានេះខ្ញុំថតទេសភាពពេលសិស្សអត់ទាន់មកជុំគ្នាអញ្ចឹងគឺថាទេសភាពស្អាតខ្លាំង recommend អាចចង់ទៅលេងអីហើយយើងអត់ញ៉ាយច្រើនទេយើងទិញម្ហូបទិញអីទៅយកទៅក្រៅកាទេលញ៉ាំនៅហ្នឹងទៅអត់សូវមានអ្នកលក់ញ៉ាយអីទេហើយស្ងប់ស្ងាត់ហើយទឹកក៏មួយទៀតអត់សូវមានអាលោកធំអញ្ចឹងយើងអាចនាំកូនទូចយើងទៅលេងបានលេងនេះហ៎យើងអាចមកលេងបានសកម្មភាពគេរួមកំសាន្តសិស្សអានេះខ្ញុំអត់អាចដាក់ភ្លេងបានទេព្រោះអីខ្លាចផុសអត់ចេញជាប់ copyright ប៉ុន្តែសបាយម្យ៉ាងដែរហ្នឹងព្រលឹមឡើងគេ warm up ឲ្យសិស្ស warm up ពី3នាក់ម្យ៉ាងដែរតាតបមកគេរួមជុំគ្នាសបាយក្អឹងក្អងឲ្យបង្កើតភាពស្និទ្ធស្នាលរវាងប៉ាម៉ាក់និងកូនសិស្សឲ្យរួមចឹងទៅអ្នកគ្នាមាន activity ទៀតមានលេងជន់ពេតប៉ោងលេងអីផ្សេងចឹងទៅនិយាយរួមទៅដាក់សំឡេងអត់កើតទេគេមានកម្មវិធី activity រួមច្រើនតែសិតតែបទចម្រៀងអញ្ចឹងតើខ្ញុំបញ្ចូលសំឡេងមិនអញ្ចឹងឯងជាប់ផុសអត់ចេញតាម YouTube ហ្នឹង
មាន activity ខ្លះឥឡូវដល់វាគេចែកអាហារសម្រន់ឲ្យញ៉ាំហើយបានចាប់ផ្ដើមលេងទៀតអានេះវាជាមានភីសាមាននំប៉័ងឲ្យសិស្សញ៉ាំហើយដាក់អត់កើទេសិតតែភ្លេងបើមិនចឹងទេនេះចូលក៏ពុយដែរ The fastest to finish here will be the winner. All you have to do is you have to transfer the balloon. Goes like this. នេះគេលេងហ្គេមជាមួយប៉ាម៉ាក់និងសិស្សអោបទៅប៉ោងគ្នាដែរមាន3ថ្នាក់ A ថ្នាក់ B ថ្នាក់ C អញ្ចឹងគេប្រកួតគ្នាតើណាគេឈ្នះគឺចាំប្រកួតគ្នាអោបទៅប៉ោងទៅដូចណាដើម្បីឲ្យមានណាគេឈ្នះគេចាញ់បាយតែគឺជាមួយតាមមកអូតូចាំគឺជាស្បាយយ៉ាងគឺណាplay let fun ចូលកានហ្នឹងបើថតឲ្យឃើញអសពេលអសលាក់ចុះកោទីបានកូតូនេះអូខេតមកបានថតវីដេអូជុំគ្នាមកប៉ុសមកដល់មកធ្វើគេធ្វើប៉ុណ្ណឹងនៅមានកម្មវិធីផ្សេងទៀតអានេះរូបភាពរូបថតអនុសៅម៉ៅរូបថតអនុសៅម៉ៅហើយក៏អនុសាវរីយ៍នេះរូបច្រើនណាស់ហើយនេះវគ្គបិទគូតតពីនេះហើយគេថតរូបជុំគ្នាហើយអ្នកនៅក៏នៅអ្នកមកផ្ទះក៏មកផ្ទះទៅហើយបិទគូតថតជុំគ្នាចឹងគេអាចហើយអ្នកនៅមិនទឹកអីទៅហើយខ្ញុំបញ្ញាប់មកផ្ទះមកហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹង